សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងលើកយកតារាសម្ដែងចិនដ៏ល្បីឈ្មោះម្នាក់មកនិយាយតើអ្នកធ្លាប់សួរខ្លួនឯងទេថាតើអ្វីទៅជាកម្លាំងពិតដែលនៅពីក្រោយភាពជោគជ័យដ៏អស្ចារ្យរបស់យ៉ាងមីពីតារាសម្ដែងវ័យក្មេងម្នាក់រហូតក្លាយជាតារាកំពូលនិងជាអ្នកជំនួញដ៏មានឥទ្ធិពលក្នុងវិស័យកម្សាន្តចិនដំណើររបស់នាងពោរពេញទៅដោយការចាប់អារម្មណ៍ការប្រកួតប្រជែងនិងព័ត៌មានប្រចាំអារម្មណ៍ជាច្រើនក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីរឿងរ៉ាវនៅពីក្រោយអាណាចក្រកម្សាន្តរបស់យ៉ាងមីរួមទាំងទំនាក់ទំនងអាជីវកម្មក្រុមការងារដែលជួយជំរុញអាជីពរបស់នាងនិងការពិភាក្សាផ្សេងៗដែលបានក្លាយជាប្រធានបទចាប់អារម្មណ៍នៅលើបណ្ដាញសង្គមតើអ្វីជាការពិតតើអ្វីជាព័ត៌មានចចាមអារ៉ាមអញ្ចឹងកុំឲ្យខាតពេលយូរយើងទៅតាមដានរឿងនេះទាំងអស់គ្នាយ៉ាងមីជាតារាល្បីខ្លាំងម្នាក់នៅចិនមានអ្នកស្រឡាញ់ច្រើននិងរកប្រាក់បានរាប់រយលានប៉ុន្តែពីក្រោយភាពភ្លឺចាញ់ចាំងលើកម្រាលព្រំក្រហមនិងរឿងភាគជោគជ័យធំយ៉ាងមីកំពុងឈរនៅជិតអំណាចមួយដែលនាងមិនបានគ្រប់គ្រងពេញលេញទេក្រុមហ៊ុនរបស់នាង J-Vox Studio ដែលធ្លាប់មានតម្លៃប្រហែលជា$700 លានមិនមែនគ្រាន់តែជាក្រុមហ៊ុនគ្រប់គ្រងតារាទេប៉ុន្តែជាប្រព័ន្ធស្មុគស្មាញមានអ្នកវិនិយោគលាក់ខ្លួននិងអំណាចក្រោយឆាកអស់រយៈពេលជាច្រើនឆ្នាំក្រុមហ៊ុននេះប្រើឈ្មោះរបស់នាងប៉ុន្តែនាងមិនបានគ្រប់គ្រងវាពេញលេញទេនៅពេលវិស័យកម្សាន្តចិនចាប់ផ្ដើមមានច្បាប់តឹងរ៉ឹងនិងការត្រួតពិនិត្យហិរញ្ញវត្ថុនាងបានធ្វើការសម្រេចចិត្តធំមួយគឺចាកចេញពីអាណាចក្រដែលនាងធ្លាប់ជួយបង្កើតមនុស្សចាប់ផ្ដើមសួរថាតើមានអ្វីកើតឡើងនៅក្នុង J-Vox Studio តើអ្នកណាពិតជាគ្រប់គ្រងលុយនិងអំណាចហេតុអ្វីយ៉ាងមីត្រូវដកខ្លួនដោយស្ងៀមស្ងាត់នៅដើមឆ្នាំ2010យ៉ាងមីស្ថិតនៅកំពូលនៃវិស័យកម្សាន្តចិនរឿងណាដែលនាងសម្ដែងក្លាយជាព្រឹត្តិការណ៍ធំភ្លាមហើយរាល់ការផ្សព្វផ្សាយក៏ក្លាយជាព័ត៌មានធំផងដែរប៉ុន្តែនៅពីក្រោយភាពល្បីល្បាញនោះមានគំនិតធំមួយកំពុងត្រូវបានបង្កើតគឺបង្កើតអាជីវកម្មដែលប្រើភាពល្បីដើម្បីរកប្រាក់ឆ្នាំ2013នាងបានសហការជាមួយអ្នកគ្រប់គ្រងសៀងជានិងដៃគូសៅរយ៉ាវបង្កើតក្រុមហ៊ុន Jiexing Media ដែលក្រៅប្រទេសហៅថា J-Vox Studio ផែនការនេះខ្លាំងនិងថ្មីសម្រាប់ពេលនោះមិនពឹងក្រុមហ៊ុនក្រៅទៀតទេប៉ុន្តែបង្កើតប្រព័ន្ធផ្ទាល់ខ្លួនដែលមានទាំងផលិតរឿងគ្រប់គ្រងតារានិងវិនិយោគវាជាការរួមបញ្ចូលរវាងអំណាចតារានិងអាជីវកម្មទីផ្សារកម្សាន្តនៅប្រទេសចិនកំពុងរីកចម្រើនយ៉ាងខ្លាំងហើយរដ្ឋាភិបាលនៅពេលនោះក៏មិនទាន់តឹងរ៉ឹងចំពោះការវិនិយោគនិងការប្រមូលទុនក្នុងវិស័យតារាទេដល់ឆ្នាំ2014ក្រុមហ៊ុន Jiexing Media ចាប់ផ្ដើមចុះហត្ថលេខាជាមួយតារាវ័យក្មេងៗដែលទើបបញ្ចប់ពីសាលាសម្ដែងហើយបណ្ដុះបណ្ដាលពួកគេក្រោមការណែនាំរបស់យ៉ាងមីបន្ទាប់មកយកពួកគេចូលសម្ដែងក្នុងរឿងដែលនាងក៏ជាតួឯកផងដែរវិធីនេះទទួលបានជោគជ័យខ្លាំងរឿងដូចជា Sword of Legend ឆ្នាំ2014និង Internal Lost 2017បានក្លាយជារឿងល្បីធំមានអ្នកមើលរាប់ពាន់លានលើអ៊ីនធឺណិតនិងធ្វើឲ្យយ៉ាងមីកាន់តែមានឥទ្ធិពលខ្លាំងទាំងក្នុងភាពយន្តនិងវេទិកាអនឡាញវិនិយោគិនជាច្រើនបានចូលមកវិនិយោគដោយសារចង់ចាប់យកឱកាសនេះត្រឹមតែ3ឆ្នាំតម្លៃក្រុមហ៊ុន Jiexing Media បានកើនឡើងដល់ប្រហែលជា$700 លានហើយនៅឆ្នាំ2017ក្រុមហ៊ុនបានប្រមូលទុនថ្មីប្រហែលជា$36.8 លានពេលនោះប្រព័ន្ធផ្សព្វផ្សាយបានហៅយ៉ាងមីថាមិនត្រឹមតែជាតារាសម្ដែងទេប៉ុន្តែជាមហាសេដ្ឋីក្រុមហ៊ុនកម្សាន្តផងដែរប៉ុន្តែអ្នកដែលមើលឯកសារក្រុមហ៊ុនយ៉ាងម៉ត់ចត់បានរកឃើញចំណុចចម្លែកមួយឯកសារបង្ហាញថាយ៉ាងមីកាន់ភាគហ៊ុនតែប្រហែលជា15%តែប៉ុណ្ណោះខណៈដែលអ្នកគ្រប់គ្រងរបស់នាងសៀងជាកាន់ប្រហែល46%និងដៃគូសៅរយ៉ាវកាន់ប្រហែលជា20%និយាយឲ្យច្បាស់គឺអ្នកដែលប្រើរូបភាពរបស់យ៉ាងមីដើម្បីបង្កើតអាណាចក្រនេះមិនមែនជាអ្នកគ្រប់គ្រងពេញលេញទេសៀងជាដែលធ្លាប់គ្រាន់តែជាអ្នកគ្រប់គ្រងការវិភាគរបស់នាងបានក្លាយជាអ្នកមានអំណាចពិតនៅក្នុងក្រុមហ៊ុនដែលសម្រេចលើការជ្រើសរើសតួការផលិតនិងហិរញ្ញវត្ថុសាធារណជនមើលឃើញយ៉ាងមីជាម្ចាស់ក្រុមហ៊ុនប៉ុន្តែតាមឯកសារនិងក្រុមប្រឹក្សាអ្នកដែលមានអំណាចពិតគឺសៀងជាសម្រាប់អ្នកគាំទ្រភាគច្រើន J-Vox Studio មើលទៅដូចជារោងចក្រផលិតក្តីស្រមៃតារាវ័យក្មេងៗដែលកំពុងឡើងរបស់ក្រុមហ៊ុនដែលគេហៅថា J-Vox Family បានលេចមុខក្នុងរឿងល្បីៗនិងកម្មវិធី Variety Show ជាច្រើនជាញឹកញាប់នៅជាមួយយ៉ាងមីផងដែរអ្វីដែលមនុស្សភាគច្រើនមិនបានដឹងគឺប្រព័ន្ធនេះត្រូវបានរៀបចំយ៉ាងមានផែនការរាល់ជោគជ័យមួយនាំឲ្យកើតជោគជ័យបន្តទៀតគេឈ្មោះរបស់យ៉ាងមីតាក់ទាញអ្នកវិនិយោគផ្ដល់ថវិកាសម្រាប់គម្រោងថ្មីបង្កើតតារាវ័យក្មេងថ្មីតារាទាំងនោះបន្ថែមតម្លៃឲ្យក្រុមហ៊ុនកាន់តែខ្លាំងឡើងវាគឺជាប្រព័ន្ធបិទជុំមួយដែលប្រៀបដូចជាសេដ្ឋកិច្ចក្នុងក្រុមហ៊ុនមួយដែលប្រើភាពល្បាញល្បីជាផលិតផលអ្នកក្នុងវិស័យក្រៅឆាកបានពិពណ៌នាវាថាដូចផ្សារភាគហ៊ុនដែលប្រើមុខមនុស្សជំនួសភាគហ៊ុន
ក្រោយពន្លឺភ្លឺស្អាតនេះមានពាក្យចចាមអារាមកើតឡើងអំពីប្រភពលុយពិតប្រាកដនៅលើអ៊ីនធឺណិតមានការសន្និដ្ឋានថាមូលនិធិមួយចំនួនរបស់ជា Sing Media អាចពាក់ព័ន្ធនឹងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដែលមានទំនាក់ទំនងរដ្ឋនិងមូលនិធិវិនិយោគឯកជនដែលចង់បំលែងប្រាក់ទៅជាវិស័យកម្សាន្តអ្នកខ្លះថែមទាំងសង្ស័យថាអាចមានទំនាក់ទំនងជាមួយអ្នកវិនិយោគផ្នែកបច្ចេកវិទ្យាដែលប្រើក្រុមហ៊ុននេះជាផ្លូវបង្វែរប្រាក់ពីឧស្សាហកម្មតឹងរ៉ឹងទៅវិនិយោគក្នុងវិស័យសិល្បៈទោះបីជាការអះអាងទាំងនេះមិនមានភស្តុតាងច្បាស់លាស់ក៏ដោយក៏វាបង្ហាញពីការពិតមួយដែលជ្រៅជាងនេះល្បឿននៃការរីកចម្រើនរបស់ Jia Sing Jaywalk Studio មិនសមស្របនឹងផលិតកម្មដែលគេមើលឃើញទេទោះបីនៅចំណុចកំពូលរបស់វាក៏ផលិតកម្មដែលគេស្គាល់មិនគ្រប់គ្រាន់ដើម្បីបង្ហាញថាវាមានតម្លៃដល់កម្រិតក្រុមហ៊ុនមធ្យមនៅហុងកុងឡើយប៉ុន្តែតម្លៃក្រុមហ៊ុននៅតែខ្ពស់ដោយសារតែយ៉ាងមីខ្លួនឯងគឺជាកម្លាំងធានាគេឈ្មោះរបស់នាងធានាការឧបត្ថម្ភមុខមាត់របស់នាងលក់ផលិតផលបានរឿងភាគរបស់នាងតាក់ទាញអ្នកមើលយ៉ាងខ្លាំងរាល់ព័ត៌មានអំពីក្រុមហ៊ុនរបស់យ៉ាងមីក៏ជួយបង្កើនតម្លៃម៉ាករបស់ក្រុមហ៊ុនដែលអ្នកគ្រប់គ្រងរបស់នាងកំពុងគ្រប់គ្រងផងដែរដល់ឆ្នាំ2018ពាក្យ Yang Mi Empire បានក្លាយជាពាក្យសង្ខេបសម្រាប់សេដ្ឋកិច្ចកម្សាន្តចិនដែលពឹងផ្អែកលើតារាល្បីៗប៉ុន្តែនៅខាងក្នុងការគ្រប់គ្រងកំពុងផ្លាស់ប្ដូរសៀងជានិងសៅរយ៉ាវបានពង្រីកក្រុមគ្រប់គ្រងដោយបន្ថែមអ្នកប្រឹក្សាច្បាប់គណនេយ្យករនិងក្រុមហិរញ្ញវត្ថុដែលភាគច្រើនស្មោះត្រង់ជាមួយពួកគេមិនមែនស្មោះត្រង់ជាមួយយ៉ាងមីទេចាប់ពីពេលនោះមកទូនាទីរបស់យ៉ាងមីកាន់តែទៅជារូបភាពតំណាងសាធារណៈជាងអ្នកគ្រប់គ្រងពិតប្រាកដនៃប្រព័ន្ធនេះការកើនឡើងរបស់ក្រុមហ៊ុននេះក៏ឆ្លុះបញ្ចាំងពីការផ្លាស់ប្ដូរធំមួយក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយចិនផងដែរបន្ទាប់ពីការកើនឡើងទីផ្សារភាគហ៊ុនឆ្នាំ2015វិស័យកម្សាន្តបានក្លាយជាកន្លែងសម្រាប់ការវិនិយោគស្មានហានិភ័យតារានិងល្បីក្រុមហ៊ុននឹងការតម្លៃក្រុមហ៊ុនផលិតភាពយន្តជាច្រើនបានចូលផ្សារភាគហ៊ុនឬស្វែងរកវិធីចុះបញ្ជីលាក់ដោយបង្កើនតម្លៃក្រុមហ៊ុនតាមរយៈកិច្ចសន្យាជាមួយតារាល្បីៗJia Sing Jaywalk Studio គឺជាករណីលេចធ្លោបំផុតមួយក្នុងប្រព័ន្ធនេះដែលតម្លៃរបស់វាពឹងផ្អែកលើឥទ្ធិពលដែលមនុស្សគិតថាមានជាជាងចំណូលពិតដែលបានពិនិត្យជាក់ស្ដែងអ្នកវិភាគបានកំណត់សម្គាល់ថាតម្លៃទីផ្សាររបស់ Jia Sing Jaywalk Studio បានកើនឡើងជិត170ដងចន្លោះឆ្នាំ2014ដល់ឆ្នាំ2017តួលេខបែបនេះគឺមើលទៅមិនសមហេតុផលទេបើគ្មានលុយវិនិយោគពីខាងក្រៅចូលមកច្រើនសំណួរដែលគេនិយាយគ្នាក្នុងវិស័យកម្សាន្តគឺតើអ្នកណាពិតជាផ្ដល់លុយឲ្យវាជាសាធារណៈយ៉ាងមីនៅតែបង្ហាញខ្លួនថាជាសហស្ថាបនិកសកម្មនាងចូលរួមកម្មវិធីក្រុមហ៊ុនផ្សព្វផ្សាយរឿងថ្មីៗនិងនិយាយសរសើរអំពីការងាររួមគ្នាប៉ុន្តែពីក្រោយឆាកមានពាក្យថាកំពុងមានភាពតានតឹងកាន់ឡើងពេលក្រុមហ៊ុនរីកធំការសម្រេចចិត្តចាប់ផ្ដើមផ្លាស់ប្ដូរពីសិល្បៈនិងគុណភាពទៅជាប្រាក់ចំណេញជាចម្បងយ៉ាងមីដែលល្បីថាមានវិន័យនិងចូលចិត្តភាពល្អឥតខ្ចោះត្រូវបានគេនិយាយថាមិនយល់ស្របនឹងគម្រោងខ្លះៗដែលអ្នកគ្រប់គ្រងចង់ធ្វើដើម្បីរកចំណេញលឿនម៉ាកក្រុមហ៊ុនដែលធ្លាប់តំណាងឲ្យគុណភាពនិងភាពច្នៃប្រឌិតចាប់ផ្ដើមទៅពឹងលើរឿងភាគប្រភេទ idol ដែលមានរូបមន្តដដែលជាលើកដំបូងអ្នកគាំទ្រចាប់ផ្ដើមឃើញស្នាមប្រេះនិងចាប់ប្រកាន់ថា Jia Sing Jaywalk Studio កំពុងប្រើភាពល្បីរបស់យ៉ាងមីដើម្បីលើកតារាថ្មីៗដែលធ្វើឲ្យនាងខាតប្រយោជន៍ចុងឆ្នាំ2018អាណាចក្រនេះនៅតែដំណើរការលឿនប៉ុន្តែពឹងផ្អែកលើកម្លាំងដែលមិនស្ថិតស្ថេរស្ត្រីដែលឈ្មោះរបស់នាងបានបង្កើតក្រុមហ៊ុននេះចាប់ផ្ដើមឃ្លាតចេញបន្តិចម្ដងព្រោះជាប់រវាងភាពស្មោះត្រង់ការគ្រប់គ្រងអាជីវកម្មនិងរូបភាពសាធារណៈមនុស្សតិចណាស់ដែលអាចនឹកស្មានថានៅពីក្រោយការញញឹមក្នុងសន្និសីទនិងតម្លៃក្រុមហ៊ុនដ៏ខ្ពស់នេះមូលដ្ឋានរបស់អាណាចក្រដែលមានតម្លៃប្រហែលជា$700លានកំពុងចាប់ផ្ដើមរងការរំជួយរួចហើយដល់ឆ្នាំ2019មុខមាត់ដ៏ភ្លឺចាញ់ចាំងរបស់ Jia Sing Jaywalk Studio ក៏ចាប់ផ្ដើមប្រេះបែកអ្វីដែលធ្លាប់ត្រូវបានសរសើរថាជាម៉ូដែលអាជីវកម្មបដិវត្តន៍គឺក្រុមហ៊ុនដែលតារាសម្ដែងដឹកនាំផ្ទាល់និងបំបែកខ្សែរវាងភាពល្បីនិងហិរញ្ញវត្ថុបានចាប់ផ្ដើមបង្ហាញសម្ពាធពីមហិច្ឆតារបស់ខ្លួនឯងក្រុមហ៊ុនបានពង្រីកយ៉ាងឆាប់រហ័សដោយចុះហត្ថលេខាជាមួយតារាវ័យក្មេងជាច្រើនផលិតរឿងជាច្រើនក្នុងល្បឿនឧស្សាហកម្មនិងចំណាយប្រាក់ទៅលើគម្រោងដែលផ្ដល់ភាពល្បីច្រើនជាងគុណភាពដំបូងគោលដៅគឺសិល្បៈនិងការគ្រប់គ្រងប៉ុន្តែបន្ទាប់មកវាប្រែទៅជាការរស់រានក្នុងទីផ្សារដែលមានការផ្គត់ផ្គង់លើសតម្រូវការមុខមាត់របស់យ៉ាងមីនៅតែជាម៉ាកសំខាន់ប៉ុន្តែអំណាចគ្រប់គ្រងរបស់នាងបានបាត់បង់បន្តិចម្ដងដោយស្ងៀមស្ងាត់នៅខាងក្នុងក្រុមហ៊ុន Jaywalk Studio បានក្លាយជាប្រព័ន្ធស្មុគស្មាញមានក្រុមហ៊ុនកូននិងក្រុមហ៊ុនសែជាច្រើនដែលភ្ជាប់គ្នាតាមបណ្ដាញរបស់សៀងជានិងក្រុមអ្នកជិតស្និទ្ធរបស់គាត់ទិន្នន័យក្រុមហ៊ុនក្រោយមកបានបង្ហាញថាក្រុមហ៊ុននេះមានការវិនិយោគនៅក្រុមហ៊ុនផលិតតូចៗជាច្រើននៅទីក្រុងប៉េជីងសៀងហៃ
និងហាងស៊ូហើយលុយត្រូវបានបង្វិលទៅមកគ្នាតាមរចនាសម្ព័ន្ធស្មុគស្មាញអ្នករស់ក្នុងវិស័យខ្លះបាននិយាយថារចនាសម្ព័ន្ធបែបនេះត្រូវបានរៀបចំឲ្យស្មុគស្មាញដើម្បីគ្រប់គ្រងឬលាក់លំហូរប្រាក់នៅតំបន់ផ្សេងៗអ្វីដែលមនុស្សមើលឃើញថាជាការពង្រីកក៏អាចជាប្រព័ន្ធហិរញ្ញវត្ថុស្មុគស្មាញដែលមានតែអ្នកក្នុងទើបអាចយល់បានបន្ទាប់មកក៏ចាប់ផ្ដើមមានព័ត៌មានអំពីបំណុលកើនឡើងឆ្នាំ2017មានការរាយការណ៍ថា Jaywalk Studio បានខ្ចីប្រាក់ប្រហែលជា90លានយួនប្រហែលជា14លានដុល្លារពីក្រុមហ៊ុនហិរញ្ញវត្ថុមួយនៅក្នុងស្រុកដំបូងវាមើលទៅដូចជាការផ្ដល់ហិរញ្ញប្បទានធម្មតាសម្រាប់ផលិតកម្មភាពយន្តប៉ុន្តែពេលការកំណត់សងប្រាក់កាន់តែជិតមកដល់ទើបគេដឹងថាលុយនោះត្រូវបានបង្វែរទៅជាគម្រោងផ្សេងៗទៀតពេលម្ចាស់បំណុលតាមទាមទារប្រាក់វិញនៅប្រមាណឆ្នាំក្រោយពួកគេក៏បានរកឃើញថាមានការខកខានបង់ការប្រាក់ប្រហែលជា19លានយួនហើយឯកសារច្បាប់ក៏បញ្ជាក់ថាម្ចាស់ភាគហ៊ុនសំខាន់ៗរបស់ក្រុមហ៊ុនរួមមានយ៉ាងមីសៀងជាសៅរូយ៉ាវត្រូវបានដាក់ឈ្មោះក្នុងបណ្ដឹងផងដែរព័ត៌មាននេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រដែលធ្លាប់គិតថា Jaywalk Studio គឺជាការបង្កើតរបស់យ៉ាងមីរឿងបំណុលនេះបានបំបែករូបភាពនោះចោលនាងមិនមែនជាអ្នកគ្រប់គ្រងអាណាចក្រនេះទៀតទេប៉ុន្តែត្រូវបានតាក់ទងជាមួយបញ្ហាដូចជាអ្នកពាក់ព័ន្ធម្នាក់ផងដែរទោះបីមេធាវីរបស់នាងបានបញ្ជាក់ថានាងមិនមានអំណាចគ្រប់គ្រងប្រតិបត្តិការក្រុមហ៊ុនក៏ដោយឈ្មោះរបស់នាងនៅតែមាននៅក្នុងឯកសារច្បាប់នេះធ្វើឲ្យខ្សែបន្ទាត់រវាងម្ចាស់កម្មសិទ្ធិនិងការទទួលខុសត្រូវមិនច្បាស់ទៀតឡើយនៅពីក្រោយទ្វារបិទការប្រកួតអំណាចក្នុងក្រុមហ៊ុនក៏កំពុងផ្លាស់ប្ដូរយ៉ាងគ្រោះថ្នាក់សេងជាដែលអ្នកក្នុងវិស័យជាច្រើនព័ត៌មានថាខួរក្បាលរបស់ Jaywalk Studio បានក្លាយជាអ្នកគ្រប់គ្រងពិតប្រាកដដែលសម្រេចលើហិរញ្ញវត្ថុការផលិតនិងកិច្ចសន្យាតារាថ្មីៗនាងត្រូវបានគេពណ៌នាថាមានយុទ្ធសាស្ត្រមានមហិច្ឆតានិងអាចរឹងមាំខ្លាំងពេលចាំបាច់ប៉ុន្តែវិធីគ្រប់គ្រងរបស់នាងមិនសូវច្បាស់លាស់ទេមានរបាយការណ៍ជាច្រើនអះអាងថានាងបានទេអំណាចខ្លះៗក្នុងក្រុមហ៊ុនកូនៗរបស់ Jaywalk ទៅកាន់ក្រុមវិនិយោគឯកជនដែលគ្រប់គ្រងដោយសាច់ញាតិនិងមិត្តភ័ក្តិរបស់នាងថាតើការផ្ទេរនោះជាការរៀបចំផ្នែកច្បាប់ឬការទទួលផលប្រយោជន៍ផ្ទាល់ខ្លួនគឺនៅមិនទាន់ច្បាស់ទេប៉ុន្តែវាបញ្ជាក់រឿងមួយអ្នកដែលកាន់កូនសោពិតរបស់អាណាចក្រនេះគឺសៀងជាក្នុងពេលដដែលនោះរូបភាពសាធារណៈរបស់យ៉ាងមីនៅតែត្រូវបានប្រើជាកម្លាំងគាំទ្រផ្នែកហិរញ្ញវត្ថុម៉ាកយីហោដែលសហការជាមួយ Jaywalk Studio ជាញឹកញាប់ទាមទារឲ្យមានឈ្មោះរបស់នាងភ្ជាប់ជាមួយគម្រោងដើម្បីធានាថាមានអ្នកមើលច្រើនខ្លះថែមទាំងយករូបភាពរបស់នាងទៅប្រើក្នុងការបង្ហាញដល់វិនិយោគិនដោយមិនបានទទួលការយល់ព្រមផ្ទាល់ខ្លួនទេនិយាយឲ្យច្បាស់រូបភាពរបស់នាងបានคล้ายជាទម្រង់នៃអនុទានឬការធានារាល់ពេលមានរឿងភាគថ្មីចេញក្រោមម៉ាក Jaywalk ការគ្រប់គ្រងរបស់នាងត្រូវបានប្រើដើម្បីទាក់ទាញការផ្សព្វផ្សាយការដាក់ផលិតផលក្នុងរឿងនិងមូលនិធិផលិតកម្មរួម model នេះដំណើរការល្អរហូតដល់វាមិនអាចដំណើរការបន្តទៀតបានដល់ឆ្នាំ2020សេដ្ឋកិច្ចតារានៅចិនចាប់ផ្ដើមធ្លាក់ចុះរដ្ឋាភិបាលចាប់ផ្ដើមត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើក្រុមហ៊ុនកំសាន្តដែលដឹកនាំដោយតារាពាក់ព័ន្ធនឹងការកិច្ចពន្ធតម្លៃក្រុមហ៊ុនបំផោងនិងការបំវាយប្រាក់បន្ទាប់ពីការដួលរលំដល់ល្បីរបស់តារាដូចជាហ្វានពីងពីងនិងគ្រីសវូអាជ្ញាធរបានព្រមានថាវិស័យកំសាន្តបានក្លាយជាផ្លូវសម្រាប់ការវិនិយោគស្មានហានិភ័យនិងការលាងលុយព្រាមនោះរចនាសម្ព័ន្ធរបស់ Jaywalk Studio ដែលធ្លាប់ត្រូវបានគេគិតថាជាកំណត់ឆ្លាតវៃក៏ចាប់ផ្ដើមមើលទៅដូចគ្នាជាមួយក្រុមហ៊ុនដែលកំពុងត្រូវស៊ើបអង្កេតមានពាក្យចចាមអារាមតាមអ៊ីនធឺណិតថាវិនិយោគិនខ្លះដែលពាក់ព័ន្ធនឹង Jaywalk កំពុងស្ថិតក្រោមការត្រួតពិនិត្យពីអាជ្ញាធរហិរញ្ញវត្ថុទោះបីគ្មានការចោទប្រកាន់ជាផ្លូវការក៏ដោយការភ័យខ្លាចតែមួយគឺគ្រប់គ្រាន់ធ្វើឲ្យអ្នកគ្រប់គ្រងរត់រកវិធីដោះស្រាយនៅក្នុងឧស្សាហកម្មដែលប្រុងប្រយ័ត្នខ្លាំងរូបភាពនិងការយល់ឃើញគឺសំខាន់ណាស់យ៉ាងមីដែលបានចំណាយពេលជាង10ឆ្នាំក្នុងការកសាងអាជីពយ៉ាងម៉ត់ចត់ចាប់ផ្ដើមនឹងថាការភ្ជាប់ឈ្មោះទៅនឹងបញ្ហាហិរញ្ញវត្ថុអាចបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងបានកសាងរូបភាពស្អាតមួយជាតារាដែលមានវិជ្ជាជីវៈនិងការងារសប្បុរសធម៌ប៉ុន្តែរូបភាពនោះមិនអាចរស់រានបានប្រសិនបើមានរឿងអាស្រូវហិរញ្ញវត្ថុក្នុងពេលដដែលអ្នកគាំទ្រក៏ចាប់ផ្ដើមមិនសប្បាយចិត្តផងដែរលើបណ្ដាញសង្គមអ្នកគាំទ្រស្មោះត្រង់បានចោទប្រកាន់ថាក្រុមហ៊ុនកំពុងប្រើឈ្មោះរបស់នាងដើម្បីជួយលើកតារាវ័យក្មេងៗផ្សេងៗពួកគេបានចែករំលែកបញ្ជីការតវ៉ាជាច្រើនដូចជាការជ្រើសរើសគម្រោងមិនល្អរឿងភាគមានរចនាបថដដែលនិងអារម្មណ៍ថាការរីកចម្រើនផ្ទាល់ខ្លួនរបស់យ៉ាងមីត្រូវបានលះបង់ដើម្បីលើកតារាវ័យក្មេងៗរបស់ Jaywalk Studio Live Jaywalk បានល្បីឡើងជាញឹកញាប់ក្នុងលិខិតបើកមួយដែលក្លាយជាវីរុសអ្នកគាំទ្របានទាមទារឲ្យនាងផ្ដាច់ទំនាក់ទំនងពីអ្នកដែលកំពុងប្រើប្រាស់តម្លៃរបស់នាងខណៈដែលលាក់ខ្លួនក្រោយកេរ្តិ៍ឈ្មោះរបស់នាង
អ្វីដែលធ្វើឲ្យការតវ៉ានេះពិសេសគឺវាមានភាពត្រឹមត្រូវមិនត្រឹមតែអារម្មណ៍ទេប៉ុន្តែវាស្របនឹងអ្វីដែលកំពុងកើតឡើងនៅពីក្រោយឆាកស្ត្រីដែលធ្លាប់គ្រប់គ្រងឆាកភាពយន្តចិនឥឡូវត្រូវជាប់ក្នុងប្រព័ន្ធមួយដែលរចនាឡើងដើម្បីប្រើនាងមិនមែនដើម្បីផ្ដល់អំណាចឲ្យនាងទេប៉ុន្តែនាងមិនអាចចាក់ចេញបានងាយៗទេភាគហ៊ុន 15% របស់នាងធ្វើឲ្យនាងជាប់តាក់ទងផ្នែកហិរញ្ញវត្ថុជាមួយអនាគតក្រុមហ៊ុនហើយការបែកបាក់ជាសាធារណៈអាចធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់នាងខូចបន្ថែមទៀតក្នុងឆ្នាំដ៏ចលាចលទាំងនេះគុណភាពផលិតកម្មរបស់ J-Walk Studio ក៏ធ្លាក់ចុះខ្លាំងរឿងភាគដែលក្រុមហ៊ុនផលិតទទួលបានការវាយតម្លៃមធ្យមប៉ុណ្ណោះហើយតារាថ្មីៗមិនអាចធ្វើឲ្យជោគជ័យដូចយ៉ាងមីបានទេវិនិយោគិនដែលធ្លាប់មើលក្រុមហ៊ុននេះជាមាសក៏ចាប់ផ្ដើមដកខ្លួនចេញតម្លៃក្រុមហ៊ុនដែលធ្លាប់ឡើងដល់ប្រហែលជា$700 លានចាប់ផ្ដើមធ្លាក់បាត់បង់យ៉ាងខ្លាំងទុកឲ្យនៅសល់បំណុលនឹងការជឿជាក់ដែលកំពុងរលាយបាត់ដល់ឆ្នាំ2022វិស័យកំសាន្តចិនមិនដូចមុនទៀតទេអាជ្ញាធរ State Administration of Radio and Television បានចាប់ផ្ដើមយុទ្ធនាការដោយទាមទារឲ្យក្រុមហ៊ុនកំសាន្តកាត់បន្ថយការពឹងផ្អែកលើម៉ូដែលអាជីវកម្មដែលផ្អែកលើតារាល្បីៗការត្រួតពិនិត្យហិរញ្ញវត្ថុបានកាន់តែតឹងរ៉ឹងហើយក្រុមហ៊ុនណាដែលមានសញ្ញានៃតម្លៃបំផោងដោយការស្មានត្រូវបានចាត់ទុកថាករណីគួរឲ្យប្រុងប្រយ័ត្ន J-Walk Studio ដែលស្ថាបនាឡើងលើកេរ្តិ៍ឈ្មោះរបស់យ៉ាងមីតែមួយគត់បានសមស្របនឹងលក្ខខណ្ឌនេះយ៉ាងច្បាស់នៅក្នុងវិស័យខ្លះបាននិយាយថាសៀងជាបានចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញដោយទេទ្រព្យសម្បត្តិខ្លះៗទៅកាន់ក្រុមហ៊ុនថ្មីៗក្រោមឈ្មោះផ្សេងៗដើម្បីបន្ថយហានិភ័យឬក៏ដើម្បីឲ្យសមស្របតាមច្បាប់ថ្មីមិនថាជាការជៀសវាងហានិភ័យឬការរៀបចំក្រុមហ៊ុនឡើងវិញសម្រាប់ការគោរពច្បាប់ទេមាននរណាអាចបញ្ជាក់ច្បាស់បានឡើយប៉ុន្តែផលប៉ះពាល់កើតឡើងភ្លាមៗឥទ្ធិពលរបស់យ៉ាងមីនៅក្នុង J-Walk Studio បានរលាយបាត់ស្ទើរតែទាំងស្រុងមិត្តភាពជិតស្និទ្ធរវាងយ៉ាងមីនិងសៀងជាក៏ត្រូវបានគេនិយាយថាបានត្រជាក់ចុះប្រភពខ្លះក្នុងក្រុមហ៊ុនបាននិយាយថាទំនាក់ទំនងរបស់ពួកគេคล้ายជាការងារបែបផ្លូវការនិងពេលខ្លះមានភាពតានតឹងបុគ្គលិកខ្លះអះអាងថាយ៉ាងមីបានឈប់ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសំខាន់ៗហើយទេតួនាទីទៅឲ្យអ្នកតំណាងជំនួសដល់ដើមឆ្នាំ2023សូម្បីតែការចូលរួមក្នុងព្រឹត្តិការណ៍របស់ J-Walk Studio ក៏បានបញ្ឈប់ដែរសម្រាប់សាធារណជនការដកខ្លួននេះមើលទៅស្រាលៗនិងស្ងប់ស្ងាត់ប៉ុន្តែខាងក្នុងក្រុមហ៊ុនវាជាការផ្លាស់ប្ដូរដ៏ធំមួយ J-Walk Studio ត្រូវបានស្ថាបនាឡើងជុំវិញអត្តសញ្ញាណរបស់នាងទាំង logo ម៉ាកយីហោនិងតម្លៃអាជីវកម្មបើគ្មាននាងក្រុមហ៊ុននេះគ្រាន់តែជាក្រុមហ៊ុនគ្រប់គ្រងតារាធម្មតាមួយប៉ុណ្ណោះប៉ុន្តែក្នុងពេលដូចគ្នាការបន្តភ្ជាប់នាងទៅនឹងក្រុមហ៊ុនក៏ក្លាយជាបន្ទុកនិងហានិភ័យផងដែរការបន្តមានវត្តមានរបស់នាងបាននាំឲ្យមានការត្រួតពិនិត្យកាន់តែខ្លាំងពីអ្នកគាំទ្រអាជ្ញាធរនិងសូម្បីតែអ្នកស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុពេលក្រុមហ៊ុនប្រឈមមុខនឹងបណ្ដឹងនិងទីផ្សារដែលមិនទុកចិត្តកាន់តែខ្លាំងសម្ពាធបានកើនឡើងធ្វើឲ្យមានការសម្រេចចិត្តដាច់ខាតមួយវាបានកើតឡើងនៅខែឧសភាឆ្នាំ2023ពេលដែលយ៉ាងមីប្រកាសជាផ្លូវការថានាងបានចាកចេញពី J-Walk Studio បន្ទាប់ពីរយៈពេលជាង10ឆ្នាំសេចក្តីថ្លែងការណ៍នោះត្រូវបានសរសេរយ៉ាងសុភាពនិងមិត្តភាពដោយថ្លែងអរគុណដល់មិត្តរួមការងារនិងជូនពរឲ្យក្រុមហ៊ុនជោគជ័យបន្តប៉ុន្តែពីក្រោយពាក្យសមរម្យទាំងនោះគ្រប់គ្នាដឹងថាវាជាចុងបញ្ចប់នៃការប្រយុទ្ធខាងក្នុងដ៏យូរការចាកចេញរបស់នាងបានបង្ហាញថារឿងដែលមនុស្សគិតថាជាការពិតអាណាចក្រតម្លៃ$700 លានគឺជារឿងស្មុគស្មាញជាងនោះខ្លាំងអាណាចក្រនេះមិនមែនត្រូវបានបង្កើតដោយនាងទាំងស្រុងទេប៉ុន្តែត្រូវបានសាងសង់ជុំវិញនាងគ្រាន់តែជាមុខមាត់សាធារណៈមិនមែនជាម្ចាស់ពិតទេជាគំរូមិនមែនជាអ្នកគ្រប់គ្រងពេលទីផ្សារផ្លាស់ប្ដូរនិងប្រព័ន្ធចាប់ផ្ដើមខូចនាងគឺជាអ្នកដែលត្រូវដើរចេញ J-Walk Studio នៅតែបន្តរស់រានប៉ុន្តែគ្មានរាជនីដែលធ្វើឲ្យវាភ្លឺចាញ់ចាំងទៀតឡើយតម្លៃក៏ធ្លាក់ចុះយ៉ាងខ្លាំងវិនិយោគិនហៅវាថាការកែតម្រូវចាំបាច់អ្នកគាំទ្រហៅវាថាយុត្តិធម៌នៅក្នុងវិស័យកំសាន្តចិនវាត្រូវបានមើលថាជាការប្រមានមួយមិនថាតារាមានអំណាចប៉ុណ្ណាការគ្រប់គ្រងពិតប្រាកដនៅតែស្ថិតនៅក្នុងដៃអ្នកដែលនៅក្រៅឆាកអ្នកកាន់កុងត្រាមិនមែនអ្នកកាន់កាមេរ៉ាពេលដែលយ៉ាងមីចាកចេញពី J-Walk Studio នៅខែឧសភាឆ្នាំ2023ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រនឹងវិស័យកំសាន្តភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់សាធារណជនវាមើលទៅដូចជាការបែកគ្នាដោយស្រាប់ចិត្តរវាងភាគីទាំងពីរគឺតារាសម្ដែងជោគជ័យម្នាក់ដែលបន្តដំណើរអាជីពរបស់ខ្លួនបន្ទាប់ពីសហការរយៈពេលជាង10ឆ្នាំប៉ុន្តែអ្នកដែលដឹងរឿងនៅពីក្រោយព័ត៌មាននេះយល់ថាវាមិនមែនគ្រាន់តែជាការសម្រេចចិត្តអាជីពទេប៉ុន្តែជាការដោះខ្លួនចេញដោយស្ងៀមស្ងាត់អស់រយៈពេលជាច្រើនឆ្នាំស្ត្រីដែលបានជួយបង្កើតម៉ាកនេះបានរស់នៅក្នុងប្រព័ន្ធមួយដែលនាងលែងគ្រប់គ្រងបានទៀតហើយ
អាណាចក្រដែលនាងបានបង្កើតបានធំឡើងរហូតដល់ក្លាយជារឿងស្មុគស្មាញមាននយោបាយខាងក្នុងនិងហានិភ័យខ្ពស់ដែលលែងអាចគ្រប់គ្រងបានការចាក់ចេញរបស់នាងមិនមែនជាចុងបញ្ចប់ទេប៉ុន្តែជាការរត់ចេញសេចក្តីប្រកាសនោះមានលក្ខណៈសាមញ្ញប៉ុណ្ណោះនាងបានបង្ហោះសារលើបណ្ដាញសង្គមដើម្បីអរគុណក្រុមការងារហើយក្រុមហ៊ុន Yasing Media J-Walk Studio ក៏បានឆ្លើយតបដោយសារអរគុណវិញយ៉ាងសុភាពមានការប៉ះទង្គិចគ្មានការជួបប្រកែកនិងគ្មានការលាគ្នាដោយអារម្មណ៍ខ្លាំងឡើយប៉ុន្តែក្រោមភាពសុភាពនោះសារៈសំខាន់គឺច្បាស់ណាស់ឈ្មោះរបស់យ៉ាងមីបានបាត់ចេញពីអាណាចក្រដែលនាងធ្លាប់កំណត់អត្តសញ្ញាណវាអ្វីដែលនៅសល់គឺក្រុមហ៊ុនដែលត្រូវបានគ្រប់គ្រងដោយសៀងជានិងសៅរយ៉ាវដែលនៅតែមានភាគហ៊ុនភាគច្រើននិងបណ្ដាញវិនិយោគដដែលដែលបានគ្រប់គ្រងពួកគេអស់រយៈពេលជាង10ឆ្នាំយ៉ាងមីនៅតែរក្សាភាគហ៊ុន 15.19% របស់នាងប៉ុន្តែគ្រាន់តែជាម្ចាស់ភាគហ៊ុនស្ងៀមៗមិនមានអំណាចគ្រប់គ្រងទេគ្រាន់តែជាអ្នកឃើញពីចម្ងាយនូវប្រព័ន្ធអំណាចដែលនាងធ្លាប់ជួយបង្កើតតែប៉ុណ្ណោះនៅក្រៅឆាកអ្នកនៅក្នុងវិស័យបាននិយាយថាការចាក់ចែងរបស់នាងជាផ្នែកមួយនៃការបំបែកយុទ្ធសាស្ត្រក្នុងឆ្នាំ2021និង2022អាជ្ញាធរចិនបានចាប់ផ្ដើមតឹងរ៉ឹងលើវិស័យកំសាន្តដោយផ្ដោតលើក្រុមហ៊ុនដែលដឹកនាំដោយតារាពាក់ព័ន្ធនឹងភាពចលាចលផ្នែកហិរញ្ញវត្ថុនិងឥទ្ធិពលការគោរពតារាហួសហេតុគោលការណ៍ថ្មីៗពី Cyberspace Administration និង National Radio and Television Administration បានទាមទារឲ្យក្រុមហ៊ុនកំសាន្ត The Idolize មានន័យថាត្រូវកាត់បន្ថយប្រព័ន្ធដែលឲ្យភាពល្បីរបស់តារាមានឥទ្ធិពលលើសារៈសំខាន់វប្បធម៌ឬសីលធម៌សម្រាប់ក្រុមហ៊ុនដូចជា J-Walk Studio ដែលតម្លៃរបស់វាពឹងផ្អែកស្ទើរតែទាំងស្រុងលើឥទ្ធិពលតារារបស់យ៉ាងមីនេះគឺជាវិបត្តិយ៉ាងធ្ងន់ធ្ងរព្រាមប្រព័ន្ធអាជីវកម្មទាំងមូលរបស់ពួកគេចាប់ផ្ដើមក្លាយជាហានិភ័យបើក្រុមហ៊ុនមិនអាចរៀបចំខ្លួនឡើងវិញបានទាន់ពេលវាអាចនឹងត្រូវស៊ើបអង្កេតហើយបើត្រូវស៊ើបអង្កេតគេឈ្មោះរបស់យ៉ាងមីដែលស្អាតសុភាពនិងត្រូវបានកសាងយ៉ាងប្រុងប្រយ័ត្នអាចនឹងរងការខូចខាតយ៉ាងខ្លាំងដើម្បីការពាររូបភាពនេះដំណោះស្រាយដែលសមហេតុផលបំផុតគឺឲ្យនាងដកខ្លួនចេញប៉ុន្តែរក្សាភាគហ៊ុនរបស់នាងស្ងៀមនៅពីខាងក្រៅឆាកការចាក់ចែងជាសាធារណៈរបស់នាងបានបង្កើតចម្ងាយរវាងនាងនិងបញ្ហាហិរញ្ញវត្ថុរបស់ក្រុមហ៊ុនខណៈពេលជួយឲ្យអាជ្ញាធរមើលឃើញថា J-Walk Studio កំពុងធ្វើការរៀបចំឡើងវិញយ៉ាងត្រឹមត្រូវវាជាការបំបែកដែលត្រូវបានរៀបចំយ៉ាងម៉ត់ចត់ដើម្បីសង្គ្រោះទាំងតារានិងក្រុមហ៊ុនប៉ុន្តែវាមានរឿងច្រើនជាងការគ្រប់ច្បាប់ប៉ុណ្ណោះនៅក្នុងវិស័យបានពណ៌នាថាមានការបែកបាក់ផ្ទាល់ខ្លួនយ៉ាងជ្រាលជ្រៅរវាងយ៉ាងមីនិងសេងជាដែលធ្លាប់ជាមេណែនាំនិងសិស្សប៉ុន្តែក្រោយមកក្លាយជាដៃគូអាជីវកម្មដែលឃ្លាតឆ្ងាយពីគ្នាពេល J-Walk Studio កាន់តែធំឡើងឥទ្ធិពលរបស់សេងជាក៏បានរីកចម្រើនលើសពីវិស័យកំសាន្តផងដែរគេនិយាយថានាងបានបង្កើតទំនាក់ទំនងជាមួយអ្នកវិនិយោគក្នុងស្រុកមូលនិធិភាពយន្តនិងសូម្បីតែអង្គភាពវប្បធម៌ដែលមានទំនាក់ទំនងជាមួយរដ្ឋទំនាក់ទំនងទាំងនេះបានផ្ដល់ឲ្យនាងនូវការការពារនិងឱកាសដែលតារាផ្សេងៗមិនអាចទទួលស្មើបានគេឈ្មោះអន្តរជាតិរបស់យ៉ាងមីអាចទាក់ទាញការចាប់អារម្មណ៍បានប៉ុន្តែនៅក្នុងបរិយាកាសនយោបាយដែលស្មុគស្មាញរបស់ចិនទំនាក់ទំនងមានសារៈសំខាន់ជាងភាពល្បីអស់រយៈពេលជាច្រើនឆ្នាំទំនាក់ទំនងទាំងនេះបានការពារក្រុមហ៊ុនពីការត្រួតពិនិត្យប៉ុន្តែវាក៏មានន័យថាយ៉ាងមីដែលជាមុខមាត់សាធារណៈត្រូវអនុវត្តតាមការសម្រេចចិត្តដែលនាងមិនបានចូលរួមផ្ទាល់នាងគ្រាន់តែជាមុខមាត់ខាងមុខរបស់ប្រព័ន្ធមួយដែលកាន់តែជាប់ទាក់ទងនឹងផលប្រយោជន៍នយោបាយនិងហិរញ្ញវត្ថុការពិតនេះបានធ្វើឲ្យនាងមានសម្ពាធយ៉ាងខ្លាំងជាពិសេសពេលការសង្ស័យនៅលើអ៊ីនធឺណិតកាន់តែកើនឡើងអ្នកគ្រប់គ្រងបានចាប់ផ្ដើមសង្កេតឃើញថានាងមិនសូវសប្បាយចិត្តដូចមុនទេនៅក្នុងបទសម្ភាសន៍សម្លេងនាងបានផ្លាស់ប្ដូរមិនសូវមានភាពរំភើបចំពោះក្រុមហ៊ុនទៀតទេហើយកាន់តែផ្ដោតលើការពិចារណាអំពីសេរីភាពច្នៃប្រឌិតនិងឯករាជ្យភាពសិល្បៈរូបភាពស្មោះត្រង់ដាច់ខាតដែលធ្លាប់មានចាប់ផ្ដើមប្រេះបែកបន្ទាប់ពីនាងចាក់ចេញ J-Walk Studio នៅតែបន្តដំណើរការប៉ុន្តែសម័យមាសរបស់វាបានបញ្ចប់ហើយមានវត្តមានរបស់យ៉ាងមីទៀតការវិតម្លៃរឿងភាគធ្លាក់ចុះការឧបត្ថម្ភក៏ថយចុះហើយទំនុកចិត្តរបស់វិនិយោគិនក៏រង្គោះរង្គើតម្លៃក្រុមហ៊ុនដែលធ្លាប់ឡើងជិត$700 លានក៏បានធ្លាក់ចុះយ៉ាងស្ងៀមស្ងាត់ដល់ពាក់កណ្ដាលឆ្នាំ2024មានរបាយការណ៍ថាក្រុមហ៊ុនបានធ្វើការរៀបចំឡើងវិញជាច្រើនដងហើយ Studio បុតខ្លះក៏បានបញ្ចូលគ្នាឬបិទទៅហើយជាលើកដំបូងសៀងជាលែងមើលទៅដូចជាមនុស្សដែលគ្មានអ្នកប៉ះពាល់ទៀតហើយការត្រួតពិនិត្យហិរញ្ញវត្ថុរបស់រដ្ឋលើក្រុមហ៊ុនកំសាន្តបានកើនឡើងហើយពាក្យចចាមអារាមអំពីពន្ធមិនបានបង់នឹងការចរចាបំណុលក៏ត្រឡប់មកវិញអាណាចក្រដែលធ្លាប់តំណាងឲ្យអនាគតនៃវិស័យកំសាន្តចិនឥឡូវនេះកំពុងតស៊ូគ្រាន់តែដើម្បីរស់រានតែប៉ុណ្ណោះ
ក្នុងពេលដែលយ៉ាងមីបានចាប់ផ្ដើមដំណើរការបង្កើតខ្លួនឡើងវិញនាងបានបង្កើតស្លាកឯករាជ្យថ្មីមួយដែលគេនិយាយថា Orange Entertainment ផ្ដល់លើការសហការជ្រើសរើសនិងគម្រោងផ្ទាល់ខ្លួនខុសពីប្រព័ន្ធធំរបស់ J-Walk Studio រចនាសម្ព័ន្ធថ្មីរបស់នាងផ្ដោតលើសេរីភាពការគ្រប់គ្រងខ្លួនឯងនិងភាពសុចរិតក្រុមតូចៗវិនិយោគតិចនិងការគ្រប់គ្រងច្នៃប្រឌិតពេញលេញហើយគ្មានកាតព្វកិច្ចចាស់ៗនាងចាប់ផ្ដើមទទួលតួនាទីដែលឆ្លុះបញ្ចាំងពីភាពចាស់ទុំជាងការទាមទារទីផ្សារអ្នករិះគន់បានកត់សម្គាល់ការផ្លាស់ប្ដូរនេះនាងលែងតាមរកអត្រាមើល rating ទៀតហើយប៉ុន្តែកំពុងយកអំណាចត្រឡប់មកគ្រប់គ្រងអាជីពរបស់ខ្លួនវិញការផ្លាស់ប្ដូរនេះបានធ្វើឲ្យវិស័យកម្សាន្តភ្ញាក់ផ្អើលយ៉ាងខ្លាំងតារាផ្សេងៗចាប់ផ្ដើមពិចារណាឡើងវិញអំពីកិច្ចសហការជាមួយស្ទូឌីយោរបស់ពួកគេដែលយល់ថាប្រព័ន្ធដែលធ្លាប់សន្យាថានឹងផ្ដល់អំណាចពេលខ្លះបានក្លាយជាទម្រង់នៃការគ្រប់គ្រងវិញនៃស្ងៀមស្ងាត់ភាពជាម្ចាស់ក្រុមហ៊ុនរបស់តារាដែលធ្លាប់មើលទៅដូចជាអំណាចនិងសេរីភាពពិតៗហើយភាគច្រើនគ្រាន់តែជារូបភាពតែប៉ុណ្ណោះម្ចាស់ពិតប្រាកដគឺជាអ្នកគ្រប់គ្រងអ្នកវិនិយោគនិងអ្នកមានអំណាចនៅពីក្រោយឆាកដែលជាអ្នកកាន់កងត្រានិងសម្រេចចិត្តលើប្រព័ន្ធហិរញ្ញវត្ថុទាំងមូលសម្រាប់រូបភាពកម្រាលក្រហមដ៏ស្រស់ស្អាតមួយមានឯកសារច្បាប់មួយនៅពីក្រោយដែលកំណត់ថានរណាជាអ្នកទទួលប្រាក់ចំណេញពិតប្រាកដរឿងរបស់យ៉ាងមីបានបង្ហាញភាពខុសគ្នានេះយ៉ាងច្បាស់ដែលមនុស្សតិចណាស់ហ៊ាននិយាយជាសាធារណៈរហូតមកដល់សប្តាហ៍ថ្ងៃ JXC Media នៅតែដំណើរការផលិតរឿងភាគនិងគ្រប់គ្រងតារាវ័យក្មេងៗប៉ុន្តែឥទ្ធិពលរបស់វាបានថយចុះក្រុមហ៊ុននេះស្ទើរតែមិននិយាយអំពីយ៉ាងមីទៀតឡើយហើយអ្នកទស្សនាវ័យក្មេងភាគច្រើនចងចាំវាជារឿងអាស្រូវក្រុមហ៊ុនជាងការច្នៃប្រឌិតសិល្បៈអ្វីដែលធ្លាប់ជាសញ្ញានៃឯករាជ្យភាពឥឡូវបានក្លាយជាករណីសិក្សាអំពីភាពងាយរងគ្រោះរបស់ហិរញ្ញវត្ថុដែលផ្អែកលើកេរ្តិ៍ឈ្មោះតារាមើលទៅក្រោយការចាក់ចេញរបស់យ៉ាងមីមិនមែនគ្រាន់តែជាការចាក់ចេញពីក្រុមហ៊ុនទេប៉ុន្តែជាការយកនិទានរឿងជីវិតរបស់នាងត្រឡប់មកវិញអស់រយៈពេល10ឆ្នាំនាងគឺទាំងផលិតផលនិងប្រាក់ចំណេញផងដែរជាម៉ាកយីហោមួយដែលលក់ពីម៉ូដសម្លៀកបំពាក់ដល់រឿងភាគហើយរូបភាពរបស់នាងត្រូវបានភ្ជាប់ជាមួយតារាងហិរញ្ញវត្ថុដែលមានតម្លៃរាប់ពាន់លានយន់ពេលតម្លៃកាន់តែធំនិងហានិភ័យកាន់តែខ្ពស់នាងបានជ្រើសរើសជំរើសតែមួយគត់ដែលនៅសល់គឺដើរចេញពីអាណាចក្រដែលមានឈ្មោះនាងប៉ុន្តែមិនមានអំណាចរបស់នាងចុងក្រោយសំណួរតើនរណាជាម្ចាស់ពិតនៃអាណាចក្រស្ទូឌីយោ$700 លានរបស់យ៉ាងមីមានចម្លើយរួចហើយវាមិនមែនជារឿងអាថ៌កំបាំងឬការសំគំនិតទេប៉ុន្តែជារឿងអំពីអំណាចគ្រប់គ្រងរឿងអំពីរបៀបដែលគេឈ្មោះអាចត្រូវបំលែងទៅជារូបិយប័ណ្ណហើយអ្នកដែលកាន់កុងត្រាមិនមែនអ្នកកាន់កាមេរ៉ាគឺជាអ្នកសម្រេចថាលុយនោះនឹងទៅណាអំណាចពិតប្រាកដមិនមែនស្ថិតនៅលើតារាសម្ដែងដែលមនុស្សរាប់លានអ្នកស្រឡាញ់ទេវាស្ថិតនៅលើបណ្ដាញស្ងៀមស្ងាត់នៃអ្នកគ្រប់គ្រងអ្នកវិនិយោគនិងអ្នកមានឥទ្ធិពលផ្នែកនយោបាយដែលបានសាងសង់អាណាចក្រនេះនៅពីក្រោយមុខនាងហើយនៅពេលវេលាក៏បោះបង់នាងចោលដើម្បីការពារខ្លួនឯងសម្រាប់យ៉ាងមីការចាក់ចេញនេះបានបិទចម្ពោះដ៏ឈឺចាប់មួយប៉ុន្តែបានបើកចម្ពោះថ្មីមួយទៀតដែលតួនាទីធំបំផុតរបស់នាងប្រហែលមិនមែននៅលើអេក្រង់ទៀតទេប៉ុន្តែនៅពីក្រោយវានាងក្លាយជាមនុស្សម្នាក់ដែលយល់ច្បាស់ថាវាអាចគ្រោះថ្នាក់ប៉ុណ្ណានៅពេលឈ្មោះមនុស្សម្នាក់ត្រូវក្លាយជាក្រុមហ៊ុនមួយចុងក្រោយអាណាចក្រដែលមានឈ្មោះយ៉ាងមីបានបង្ហាញការពិតដ៏តឹងរ៉ឹងនៃអំណាចតារាសម័យថ្មីក្រោយរដ្ឋទ្រព្យសម្បត្តិនិងរូបភាពស្អាតគឺមានប្រព័ន្ធអំណាចមួយដែលគេឈ្មោះគ្រាន់តែជាផ្ទៃខាងលើប៉ុណ្ណោះខណៈអំណាចពិតស្ថិតនៅក្នុងដៃអ្នកផ្សេងរឿងរបស់នាងមិនមែនជារឿងបរាជ័យទេប៉ុន្តែជារឿងសេរីភាពតម្លៃនៃឯករាជ្យភាពនិងភាពក្លាហានក្នុងការយកអំណាចត្រឡប់មកវិញរូបភាពកម្មសិទ្ធិបានបែកបាក់ហើយអ្វីដែលនៅសល់គឺខ្លួននាងផ្ទាល់គ្មានស្លាកគ្មានការចងក្រងហើយចុងក្រោយបានគ្រប់គ្រងឈ្មោះរបស់ខ្លួនឯងវិញចាករណីនេះក៏បានបញ្ចប់ទៅហើយតើបងប្អូនគិតដូចម្តេចដែរអំពីករណីនេះសូមជួយបញ្ចេញមតិយោបល់របស់បងប្អូនខាងក្រោមវីដេអូនេះម្នាក់មួយផងហើយក៏សូមខន្តីអភ័យទោសរាល់កំហុសឆ្គងនៃការឡើងដោយចេតនាក្តីឬអចេតនាក្តីអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ជួបគ្នានៅវគ្គបន្ទាប់សូមអរគុណសូមជម្រាបលា